គឺមានសម្បត្តិមួយដែលមិនព្រមបញ្ចេញឈ្មោះបានផ្ញើមកបានផ្ញើមកកាន់កន្លែងរៀបអាពាហ៍ពិពាហ៍ចង្រៃនេះហេសានយុនពិតមែនហើយបន្ទាប់មករូបរបស់ពួកគេទាំងពីរបើគ្មានវាទេនោះពួកយើងមើលទៅគឺដូចជាមង្គលការពិតប្រកបយ៉ាងអញ្ចឹងបើសិនជារូបថតនេះមិនមែនជារូបថតคล้ายៗអញ្ចឹងថៃយុននោះគឺបានឃើញពីអតីតកាលជូនលិខិតចេញដល់គេតើគេអាចយ៉ាងម៉េចទេថៃកុងស៊ីស្រីម្នាក់នេះបើសិនជាថៃកុងស៊ីនោះឈ្មោះខាងក្រៅនោះស័ក្តិសមនឹងអ្នកនាងណាគេស្រស់ស្អាតគឺអាចបិទចិត្តពួកយើងមិនទៅក្បែរទេទោះជាបែបនេះត្រូវចេញគេព្រះហើយអាយ៉ាបាបងគ្រាន់តែបាក់វារួចស្រេចទៅហើយពួកយើងគឺអាចញ៉ាំដោយខ្លួនឯងបានពួកឯងញ៉ាំជាមួយគ្នាទេម៉ាក់ឯងចាំមិនហើយពួកគាត់ទៅផ្ទះហើយណីម៉ាក់ត្រឡប់មកវិញហើយប៉ុន្តែគាត់រវល់ខ្លាំងណាស់ដូច្នេះហើយគាត់ក៏ទៅវិញប៉ុន្តែអ្នកនាងម្នាក់នោះទៅបន្ទប់លេខ202មានគេបាននិយាយថាគឺបងគឺជាមនុស្សស្រីវិញវិញនោះគឺក្រោយការអបតវហេតុលើកមុនបងបែរជាមនុស្សដតីវិញទោះបីជាបែបនេះក៏បងព្យាយាមរស់នៅក្នុងជីវភាពធម្មតាការងារអ្វីក៏ធ្វើដែរខ្ញុំបានត្រៀមកាហ្វេរួចហើយសូមអញ្ជើញអូយនឹងឯងឈួតទេអីផ្ដេកផ្ដាំមិនមានមនុស្សស្លាប់ជាច្រើនបានមករកបងកុំឲ្យយើងឃើញមកទោះបីជាបែបនោះក៏នៅមានក្រុមកីឡាករផ្សេងអ្វីដែលភ័យខ្លាចគឺការជួបប្រទះនឹងវិញ្ញាណទាំងនោះមិនដឹងថាមានរឿងអីបោកព្យាយាមរស់នៅព្យាយាមរកការងារធ្វើសូមស្វាគមន៍តើខ្ញុំអាចនាំតាណាដែរបងមិនដឹងពីមូលហេតុដែលមនុស្សទាំងអស់នោះតាមបងកាយភ្នែកដ៏គួរឲ្យខ្លាចទាំងអស់នោះគឺបងតែងតែភ័យខ្លាចនេះគឺធ្វើបងពិបាកក្នុងការរស់នៅបងពិតជាសង្ឃឹមថាពិភពលោកនេះពិតជាអាចមានកន្លែងណាមួយឲ្យបងគេចឲ្យផុតពីរឿងនេះរកមនុស្សប្រុសម្នាក់ម៉ាក់ខ្ញុំគាត់បាននិយាយហើយគាត់គឺបានឃើញមនុស្សប្រុសម្នាក់នៅពេលដែលគាត់ឯកោគ្មានទីពឹងបងគួរតែធ្វើបែបនេះមនុស្សប្រុសម្នាក់ខ្ញុំក៏មកតាមខ្ញុំអីម្នាក់នោះអាចជុំនឹងបងទេជាមិត្តស្រីមុនរបស់ខ្ញុំបន្ទាប់មកគេក៏បានបោះបង់ខ្ញុំចោលហើយស្មានមកដល់ថាគេអាចផ្ញើរបស់នេះនៅកន្លែងរៀបចំមង្គលការតទៅសោះហើយសូមជឿជាក់ចុះថាគេក៏ពិតជាមិនមានអំណរក្រនោះលោកគួរតែបញ្ឈប់រាល់បញ្ហាទៅខ្ញុំគឺព្យាយាមធ្វើបែបនេះគឺគុំគួរនឹងមនុស្សស្រីដែលបោះបង់ខ្ញុំនេះគឺជាកម្លាំងចិត្តដែលអាចឲ្យខ្ញុំធ្វើបន្តទៀតបើសិនជាលោកនៅបន្តឲ្យគេដឹងថាលោកបានរៀបអាពាហ៍ពិពាហ៍អញ្ចឹងគេអាចចូលរួមពិធីមង្គលការរបស់លោកដែរទេសូមយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពផងចុះគួរតែចាប់អារម្មណ៍នៅថ្លៃចំណាយបន្ថែមគណនេយ្យរបស់លោកមង្គលការគឺជាប្រធានបទ
នៅក្នុងពិធីមង្គលការថ្ងៃនោះគឺថាមានអ្នកយកព័ត៌មានគ្រប់កន្លែងទាំងអស់បូកនឹងមេការដែលមកកាន់កន្លែងអាពាហ៍ពិពាហ៍ប្រកាសជាផ្សព្វផ្សាយទូទាំងពិភពលោកតែម្ដងហើយប្រទេសអង់គ្លេសប្រកាសជាក្លាយជាទីតាំងមួយសម្រាប់ប្រទេសកូរ៉េហើយដូច្នេះហើយដើម្បីធ្វើទេសចរជាពិសេសនោះហើយបើសិនជាពួកយើងអាចតាក់ទាញក្រុមអ្នកចូលចិត្តបាល់ទាត់ធ្វើជាការស្រូបទាញនៅភ្ញៀវទេសចរនោះប្រកាសជាមានប្រយោជន៍ហើយនេះជាកីឡាបាល់ទាត់ដ៏សំខាន់មួយរូបតានាងជាណាមិនក៏ធ្វើបែបនេះដាក់ខ្ញុំចឹងដូច្នេះហើយខ្ញុំគ្រាន់តែប្រាប់ទៅដល់អ្នកកីឡាបាល់ទាត់ម្នាក់នោះរឿងនេះគឺកប់នៅក្រោមដើមឈើនោះពួកយើងប្រហែលជាអាចនិយាយគ្នាបានបើសិនជាពួកយើងអាចចុះចដាយន្តរួមគ្នាឆាប់សិនត្រូវការ1នាទីចាំមិនហ្នឹងហ៎ណែតើនេះជាណាទៅហ៎គឺខ្ញុំនេះគឺខ្ញុំណាតានេះមានរឿងស្អីកើតឡើងទៅនេះជាមនុស្សអ្នកគួរសង្ស័យបាទលោកគេគឺខ្ញុំណាលោក CEO សុំចាំបន្តិចពួកយើងបានជួបគ្នានៅពេលដែលភ្លៀងធ្លាក់នៅថ្ងៃនោះលោកមិនសប្បាយចិត្តទេព្រោះនៅពេលដែលខ្ញុំស្ទាបលោកនៅក្នុងឡាននោះគឺនៅពេលនោះយើងពិតជាមានអារម្មណ៍ឈឺជាមួយគ្នាមែននៅពេលនោះពេលដែលខ្ញុំបានភ្លេចខោអាវនៅទីនោះលោកនៅចាំទេខ្ញុំមកបំពេញបំណងរបស់លោកខ្ញុំបានដឹងពីហេតុផលរបស់លីហៃឆឹងអ្នកត្រូវតែបំពេញបំណង CEO ត្រូវតែបំពេញបំណងខ្ញុំមិនទៅនេះជារវល់ខ្លាំងខ្ញុំអំណងទៅលើលីហៃឆាំងស្អីទេដោយសារតែខ្ញុំចង់ដឹងមូលហេតុដែលសំខាន់នោះគឺលោកនេះហើយបើសិនជាលោកនៅក្បែរខ្លួនរបស់ខ្ញុំប្រកាសជាមិនអាចឃើញពួកគេទាំងអស់នោះទេនាងជាមនុស្សស្រីវិញដែរទេអ្នកណាជាប់ពាក់ព័ន្ធក្នុងរឿងនេះឬមួយក៏នាងជាស្ត្រីដែលវង្វេងវង្វាន់ស្មារតីរូបរាងរបស់នាងដូចជាអ្នករត់ចេញមកតែបើសិនជាមនុស្សដំបងនោះខ្ញុំប្រកាសជាទូរស័ព្ទឲ្យរថយន្តសង្គ្រោះដំបងខ្ញុំត្រូវការឡានប៉ូលីសមួយគ្រឿងនិងឡានសង្គ្រោះបន្ទាន់រាប់សិបគ្រឿងឯណោះប៉ុន្តែខ្ញុំមិនចង់ប្រើប្រាស់ឡានអស់ទាំងនោះទៀតនោះទេបន្ទាប់មកនាងនឹងចាស់ចេញតាមសម្រួលបើសិនជានាងនៅតាមខ្ញុំទៀតនោះនាងប្រកាសជាបានឃើញវិធីដែលខ្ញុំត្រូវធ្វើបន្តតាមរំខានមនុស្សនេះជាអ្វីដែលគួរឲ្យស្អប់ណាស់គ្រាន់តែត្រូវការម្ដងគ្រាន់តែប្រើកសែភ្នែកតែពួកគេនៅតែដើរតាមខ្លួនខ្ញុំជាប់រហូតពួកគេតែងតែសួរនៅអ្វីដែលមិនជាប់តាក់ទងនឹងខ្ញុំលាសិនហើយបងប្រុសប្រាប់ថាគេទៅអេស្ប៉ាញក្មេងស្រីនេះឥឡូវនេះវ័យក្មេងពេកហើយគឺថាហ្នឹងណាតែស្ដាយណាស់គឺគាត់ថាមិនដូចជាឆៅរបស់ CEO ទេខ្ញុំពិតជាមិនដឹងថាគេអាចទទួលបាននៅអ្វីក្រៅពេលដែលកូនស្រីគេបានជួបប្រទះនឹងខ្មៅរបស់គេនោះខ្ញុំត្រូវការធ្វើពិធីមួយជូនគេនេះគឺពិតជាលំបាកពេកហើយបើមិនបានដឹងនោះទេខ្ញុំថាម្ចាស់នៅអង់គ្លេសនោះគឺត្រូវបានដាក់ទុនហើយឮថាគេនិយាយពីមង្គលការរបស់ CEO របស់គ្រួសារខាងស្រីទៀតផងហើយនឹងសាកសួរអំពីពិភពលោកទាំងមូលលោកកំពុងមានន័យយ៉ាងម៉េចហ្នឹងក្មួយប្រុសរបស់លោកកំពុងតែមានបញ្ហាមែនទេខ្ញុំដឹងហើយបណ្ដាសាតែគឺដោយសារតែអត្តចរិតរបស់គេហើយចង់ដឹងថាគេមានមិត្តស្រីឬក៏អត់នោះគេថាពីដើមមកគ្មានទេនេះគឺដោយសារតែលោកនៅវ័យក្មេងពេកយល់ដែរទេហេរីផូសា
ថ្ងៃស្អែកគឺដូចបំណងប្រែរឹតជាត្រជាក់ពោខាត់តានេះពោខាត់តាប្រែរឹតជាត្រជាក់ថ្ងៃស្អែកដូចបំណងពោខាត់តាអូ